នាងគីមយូចុងអាចខ្លាចទៅជាមេដឹកនាំនៅក្នុងប្រទេសកូរ៉េខាងជើងបន្ទាប់ដែរឬទេស្រមៃទៅមើលនៅក្នុងប្រទេសផ្ដាច់ការមួយដែលគ្រប់គ្រងទៅដោយបុរសជាច្រើនជំនាន់មកហើយជាមួយនឹងការកាន់កាប់អំណាចដ៏ផ្ដាច់ការតើអ្នកនឹកស្មានទេថាបេះដូងនៃអំណាចនឹងត្រូវកាន់កាប់ដោយស្ត្រីវិញម្ដងលោកគីមចុងអ៊ុនគឺជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោកបានចូលកាន់តំណែងតាំងពីឆ្នាំ2011មកដែលត្រូវបានគេស្គាល់ថាជាបុរសអង់អាចក្លាហានដោយសារតែការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងការបង្ហាញនៅកម្លាំងយោធាដ៏កាចសាហាវរបស់លោកប៉ុន្តែនៅក្បែរគាត់តែងតែមានមនុស្សស្រីម្នាក់ជានិច្ចម្នាក់នោះមានឥទ្ធិពលនិងស្ងប់ស្ងាត់បំផុតនោះគឺជាប្អូនស្រីរបស់គាត់គឺនាងគីមយូចុងតើគីមយូចុងមានបុគ្គលិកលក្ខណៈយ៉ាងដូចម្ដេចហើយនាងគឺជានរណាឲ្យប្រកាសគីមយូចុងគឺជាផ្នែកមួយនៃត្រកូលគីមដែលជាប្អូនស្រីរបស់លោកគីមចុងអ៊ុនដែលជាមេដឹកនាំនៃកូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ននាងគឺជាកូនស្រីរបស់លោកគីមចុងអ៊ីលហើយនាងធំឡើងក្នុងភាពឯកានិងមិនមានការរីករាយនឹងមិត្តភ័ក្តិច្រើនដូចគេនោះឡើយពលគឺនាងរស់ក្នុងក្រោមឥទ្ធិពលនិងការគ្រប់គ្រងរបស់គ្រួសាររបស់នាងរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយគឺកុមារភាពរបស់នាងមិនស្ថិតនៅក្នុងក្រុងព្យុងយ៉ាងតែមួយនោះទេនាងត្រូវបានទៅសិក្សានៅក្នុងទីក្រុងប៊ឺននៃប្រទេសស្វីសដោយការប្រើប្រាស់អត្តសញ្ញាណខ្លែងបន្លំដើម្បីមានឈ្មោះទៅសិក្សានៅទីនោះក្នុងពេលសិក្សានៅក្នុងលោកខាងលិចនាងបានទទួលឥទ្ធិពលនិងការសិក្សាអំពីភាសាអង់គ្លេសនិងបារាំងយ៉ាងក្រាស់ក្រែលផងដែរនៅពេលដែលលោកគីមចុងអ៊ុនឡើងកាន់អំណាចយូចុងត្រូវបានតែងតាំងជានាយករងនៃរដ្ឋឃោសនាការនិងបំផុសបំផុលរបស់កូរ៉េខាងជើងតួនាទីនេះមិនមែនជារឿងតូចតាចនោះទេនៅក្នុងប្រទេសកូរ៉េខាងជើងនាងក្លាយជាអ្នកគ្រប់គ្រងរូបភាពនិងការបង្កើតរូបភាពនិងឥទ្ធិពលដោយការជួយសាងសង់និងធ្វើយ៉ាងណាបំផុសបំផុលឲ្យលោកគីមចុងអ៊ុនមានសភាពលេចត្រដែតនៅក្នុងប្រទេសរបស់នាងការងារនេះបានធ្វើឲ្យនាងក្លាយជាអិសរាជជនដែលមិនអាចខ្វះបានក្នុងរចនាសម្ព័ន្ធនៅក្នុងអំណាចនាងគឺជាបេសកជនម្នាក់ដ៏ម៉ឺងម៉ាត់និងជាស្ត្រីដែលមានអំណាចបំផុតគីមយូចុងបានលេចធ្លោឡើងលើឆាកអន្តរជាតិនៅកំឡុងពេលកីឡាអូឡ িম্প ពិករដូវរងាឆ្នាំ2018នៅប្រទេសកូរ៉េខាងត្បូងនេះគឺជាដំណើរទស្សនកិច្ចដំបូងរបស់សមាជិកគ្រួសារគីមទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីមានសង្គ្រាមរវាងកូរ៉េបងប្អូនទាំងពីរនាងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលអាញាធររបស់នាងបានបង្ហាញឲ្យឃើញកាន់តែច្បាស់នៅក្នុងកិច្ចកំពូលនៃជំនាញរវាងលោកគីមចុងអ៊ុននិងលោកដូណាល់ត្រាំកាលពីឆ្នាំ2018-19នាងគឺជាមនុស្សម្នាក់ដែលតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំពិធីការនិងការដឹកនាំការប្រជុំនេះនៅក្នុងប្រទេសក្រៅពីតួនាទីជាអ្នករៀបចំនាងក៏ត្រូវបានគេជឿថានាងគឺជាអ្នកគ្រប់គ្រងនិងមានឥទ្ធិពលទៅលើអង្គការសម្ងាត់មួយនៃប្រទេសកូរ៉េខាងជើងអង្គការនេះមានឈ្មោះថា Office 39ដែលទទួលខុសត្រូវក្នុងការរកលុយសម្រាប់ប្រទេសកូរ៉េខាងជើងហើយវាមានទាំងស្របច្បាប់និងមិនស្របច្បាប់ផងដែរនៅក្នុងឆ្នាំ2021នាងបានចូលរួមជាមួយគណៈកម្មាធិការរដ្ឋដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតនៅក្នុងប្រទេសមុខតំណែងនេះបានធ្វើឲ្យនាងក្លាយជាស្ត្រីមួយរូបដែលមានឋានៈខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាននៅក្នុងប្រទេសដែលកុម្មុយនីសមួយនេះចុងក្រោយនោះគឺបុគ្គលិកលក្ខណៈរបស់នាងគឺជាមនុស្សដ៏មានសម្ដីកាចសាហាវនិងមុតស្រួចបំផុតថ្មីនេះនាងគីមយូចុងបានបង្ហាញពីភាពម៉ឺងម៉ាត់របស់នាងនៅក្នុងសារសំខាន់ផ្សេងៗនាងមិនមែនគ្រាន់តែជាមនុស្សមុខមាត់ស្រស់ស្អាតនោះទេប៉ុន្តែនាងមានសម្ដីដ៏កាចសាហាវនិងមានឥទ្ធិពលដែលពិភពលោកទទួលស្គាល់នាងបានប្រើប្រាស់ភាសាដ៏ខ្លាំងក្លានិងការទុកចិត្តក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើនលើកមកហើយនាងបានបដិសេធយ៉ាងដាច់អហង្ការនៅលទ្ធភាពនៃការចរចាជាមួយប្រទេសកូរ៉េខាងត្បូង
និងសហរដ្ឋអាមេរិកលុះត្រាណាតែប្រទេសទាំងនោះទទួលស្គាល់ថាកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរអចិន្ត្រៃយ៍ដែលមានឈ្មោះនៅលើពិភពលោកយ៉ាងនេះដូច្នេះតើគីមយូចុងអាចក្លាយជាមេដឹកនាំកម្ពុជាបន្ទាប់ពីបងប្រុសរបស់នាងដែរឬទេបច្ចុប្បន្ននេះគីមយូចុងគឺជាសមាជិកនៃគ្រួសារគីមដែលមានអាយុពេញវ័យតែមួយគត់ដែលស្ថិតក្នុងតំណែងក្នុងការកាន់អំណាចភ្លាមនៅពេលដែលលោកគីមចុងអ៊ុនមានបញ្ហាណាមួយកើតឡើងទោះបីជាបងប្រុសគីមចុងអ៊ុនមានកូនស្រីម្នាក់ក៏ដោយប៉ុន្តែសក្តានុពលដែលនាងគីមចុងអ៊ុនអាចនឹងបម្រើជារាជានុសិទ្ធឬជាអ្នកដឹកនាំបណ្ដោះអាសន្ននោះវាមានភាពខ្លាំងក្លាជាងដោយសារតែកូនស្រីរបស់លោកគីមចុងអ៊ុនមានអាយុក្មេងពេកបញ្ហាប្រឈមនោះថានៅក្នុងប្រទេសកូរ៉េខាងជើងគឺជាសង្គមកុម្មុយនីសមួយដែលមានមេដឹកនាំតែជាបុរសតែប៉ុណ្ណោះតើវាអាចទៅរួចទេក្នុងពេលដែលប្អូនស្រីរបស់លោកគីមចុងអ៊ុនមានឥទ្ធិពលបែបនេះតើអ្នកគិតថាភាពជាស្ត្រីអង្គអាចក្លាហាននឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់នាងគីមយូចុងហើយថាតើភាពម៉ឺងម៉ាត់របស់នាងជាសញ្ញាអាក្រក់ឬក៏សញ្ញាល្អសម្រាប់សន្តិភាពពិភពលោកទាំងមូលសូមចូលរួម comment នៅទស្សនៈរបស់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោម